សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងបន្តរៀនអំពីអក្សរខ្មែរអញ្ចឹងបងប្អូនបានរៀនហើយអំពីព្យញ្ជនៈ33តួជាមួយស្រះនិស្ស័យហើយក៏យើងបានបែងអំពីខ្យល់អជាមួយខ្យល់អូរួចជាស្រេចហើយចឹងនៅក្នុងវីដេអូនេះនឹងយកនៅតួអក្សរកគឺនៅក្នុងព្យញ្ជនៈ33តួយើងយកនៅតួអក្សរកគឺខ្យល់អដើម្បីមកផ្សំជាមួយស្រះនិស្ស័យចឹងបងប្អូនអានតទៅតួអក្សរកដាក់ស្រៈអាមកយើងអានថាកស្រះអាកាកស្រះអាកាកស្រៈអេកេកស្រៈអីកៃកស្រៈអឺកឺកស្រៈអឺកើកស្រៈអូកូកស្រៈអូកូកស្រៈអ៊ូគួកស្រៈអើកើកស្រះអឺគឺកស្រះអៀគៀកស្រះអេកេកស្រះអែកែកស្រះអៃកៃកស្រះអោកោកស្រះអៅកៅកស្រះគុំកស្រះអំកំកស្រះអំកម្មកស្រះអះកាកស្រៈអោកោកស្រៈអេកេកស្រៈអោកោអញ្ចឹងបងប្អូនបានអានហើយអំពីខ្យល់អព្យញ្ជនៈកយកមកផ្សំជាមួយស្រះនិស្ស័យបងប្អូនអាចយកនៅព្យញ្ជនៈណាដែលមានសូរសំឡេងអយើងអាចយកមកផ្សំអានប្រកបដូចអ្វីដែលគ្រូអានខាងដើមអញ្ចឹងណាបងប្អូនណា